រុនសុស្ដីទស្សនិកជននិងប្រិមិត្តសារព័ត៌មាននគរត្រាហ្គនជាទីមេត្រីថ្ងៃនេះថ្ងៃអង្គារ5កើតខែស្រាបឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី18ខែសីហាឆ្នាំ2026ខ្ញុំបាទកសុផារតសូមជូនមេត្តាព័ត៌មានដូចតទៅព័ត៌មានជាតិធនាគារជាតិនៃកម្ពុជាចេញសារចរណ៍ណែនាំស្ដីពីកាតព្វកិច្ចគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ព័ត៌មានគណនេយ្យអតិថិជននិងការបង្កកគណនេយ្យខកខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកញ្ចក់រថយន្តបង្ក្រាបករណីលួចម៉ូតូដ៏កក្រើកត្រូវបានសមត្ថកិច្ចខកខ្លួនបានហើយព័ត៌មានអន្តរជាតិដោយមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងលោកត្រាំបានកាត់បន្ថយសម្ពយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងការរញ្ជួយដីជិត100ដងក្នុងមួយសប្តាហ៍តើផែនដីកំពុងរញ្ជួយមែនទេដំណឹងពិសេសដល់អតិថិជនដែលតែងតែគ្រប់គ្រងលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈមន្តថែមឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.waramontham.com ព័ត៌មានជាតិធនាគារជាតិនៃកម្ពុជាចេញសារចរណ៍ណែនាំស្ដីពីកាតព្វកិច្ចគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ព័ត៌មានគណនេយ្យអតិថិជននិងការបង្កគណនេយ្យធនាគារជាតិនៃកម្ពុជាបានចេញសារចរណ៍ណែនាំថ្មីមួយស្ដីពីកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគណនេយ្យរបស់អតិថិជននិងការខត់ទុកបង្កឬលើកលែងការខត់ទុកបង្កគណនេយ្យរបស់អតិថិជនក្នុងគោលបំណងពង្រឹងនិងពន្លឿននីតិវិធីអនុវត្តច្បាប់ចំពោះដីកាឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ចយោងតាមសារចរណ៍ណែនាំនេះគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវត្រួតពិនិត្យនិងអនុវត្តដោយផ្ទាល់តាមដីកាឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ចដោយពុំតម្រូវឲ្យមានការស្នើសុំការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជាទៀតឡើយធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថាខ្លួនមិនមានសមត្ថកិច្ចក្នុងការបកស្រាយឬពន្យល់បន្ថែមទៅលើចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចនោះទេគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវអនុលោមតាមច្បាប់ពាក់ព័ន្ធជាធរមាននិងស្របតាមខ្លឹមសារនៃមាត្រា47កថាខណ្ឌទី1និងទី3នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលចែងថាចំពោះបុគ្គលដែលចូលរួមទោះក្នុងឋានៈណាក៏ដោយនៅក្នុងការអភិបាលការដឹកនាំការកាន់កាប់ការត្រួតពិនិត្យផ្ទៃក្នុងឬពីខាងក្រៅនៃគ្រឹះស្ថានចំណុះច្បាប់នេះឬចំពោះបុគ្គលឯទៀតដែលធ្វើការងារឲ្យគ្រឹះស្ថានចំណុះច្បាប់នេះមិនត្រូវបរិហារបញ្ចេញប្រាប់ដល់ជនណាក៏ដោយនៅព័ត៌មានដែលមានចរិតសម្ងាត់ឬសេចក្តីប្រកាសហេតុការណ៍សារលិខិតតួលេខឬអត្ថន័យនៃឯកសារគណនេយ្យឬរដ្ឋបាលដែលខ្លួនបានដឹងតាមរយៈមុខងាររបស់ខ្លួនរាយការណ៍ពីខ្ញុំបាទសុផាផ្ទះវត្តគោមានសេវាកម្មដូចជាបន្ទប់ស្នាក់នៅទំនើបបម្រើសេវាម្ហូបពេលព្រឹកពេលថ្ងៃត្រង់ពេលល្ងាចម្ហូបខ្មែរអាស៊ីនិងអឺរ៉ុបមានអាំងហែលទឹកម៉ាសានិងមានរៀបចំកម្មវិធីអាហារពិសេសសម្រាប់គូស្វាមីភរិយាថ្មីក្រេបទឹកឃ្មុំទទួលទានស្រាសម្បាញ់នាថ្ងៃរំលឹកនៅវាលស្រែបដិសណ្ឋារកិច្ចគ្រប់អតិថិជនចម្រុះជាតិសាសន៍មានអាសយដ្ឋានផ្ទះលេខ221ភូមិបុរាណនៃភូមិវត្តគោក្រុងខេត្តបាត់ដំបងលេខទូរស័ព្ទ017 555 377ព័ត៌មានជាតិខត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកញ្ចក់រថយន្តជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានបានធ្វើការស្រាវជ្រាវខត់ខ្លួនយកទៅចាត់ការតាមនីតិវិធីក្រោយធ្វើសកម្មភាពលួចកញ្ចក់រថយន្តមួយគ្រឿងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង10 និង 21 នាទីព្រឹកថ្ងៃទី17 ខែសីហាឆ្នាំ2016នៅចំណុចផ្លូវជាតិលេខ 6A សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសមត្ថកិច្ចបានដឹងថាក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះដែលមានជនសង្ស័យបានធ្វើសកម្មភាពលួចកាច់
កញ្ចក់រយន្តនៅចំណុចបណ្ដោយផ្លូវលេខ271សង្កាត់បឹងសាឡាងខណ្ឌទួលគោកនៅថ្ងៃទី15ខែសីហាឆ្នាំ2026វេលាម៉ោង 12:16 នាទីសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាប័ណ្ណឈានដល់ការខត់ខ្លួនតែម្ដងជនសង្ស័យឈ្មោះច័ន្ទវុធី ភេទប្រុសអាយុ44ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ច្រាំងចម្រេះទី2ខណ្ឌរិស័យកែវវត្ថុតាងចាប់យកកញ្ចក់រយន្តចំនួន3សន្លឹកម៉ូតូមួយគ្រឿងម៉ាក Honda C125 ស្លាកលេខភ្នំពេញ 1BK 0840បច្ចុប្បន្នជនសង្ស័យខាងលើកំពុងខត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីរាយការណ៍ដោយខ្ញុំបាទពិសិដ្ឋ ស្នាដៃនារីខ្មែរសាឡនជាមួយនឹងអភិវឌ្ឍសេចក្តីស្រឡាញ់ទំនុកចិត្ត ព័ត៌មានជាតិបង្ក្រាបករណីលួចម៉ូតូដ៏កក្រើកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃទី17ខែសីហាឆ្នាំ2026វេលាម៉ោង 12:15 នាទីនៅលើផ្លូវជាតិលេខ41គីឡូម៉ែត្រលេខ7និងលេខ8ភូមិព្រៃពងរឃុំរកាកោះស្រុកកងពិសីមានជនសង្ស័យ2នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2026ស្លាកលេខភ្នំពេញ 1MK 9998ជាស្លាកលេខម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅតាមផ្លូវពេលជួបកម្លាំងសមត្ថកិច្ចជនសង្ស័យបានជិះម៉ូតូគេចខ្លួនក្រុមបទបញ្ជាដឹកនាំលោកឧត្តមសេនីយ៍តូខឹមសុខៃស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ត្រីរស់រដ្ឋាស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងការិយាល័យនគរបាលស្រុកកងពិសីនិងស្រុកសំរងទងប្រតិបត្តិការដេញតាមរហូតដល់ភូមិត្រពាំងត្រោះឃុំសំរងទងជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនកម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន2នាក់មួយឈ្មោះរិទ្ធរាជហៅម៉ៅភេទប្រុសអាយុ53ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលម្ដុំទួលគោករាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិអន្លង់ពួកឃុំតាសាញ់ស្រុកសំឡូតខេត្តបាត់ដំបងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលករណីលួចម៉ូតូឆ្នាំ2025រយៈពេល10ខែនិង2ឈ្មោះរស់ច័ន្ទរនហៅរតភេទប្រុសអាយុ37ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលម្ដុំទួលគោករាជធានីភ្នំពេញនិងមានស្រុកកំណើតភូមិព្រែកអន្ទះឃុំកំពង់លាវស្រុកកំពង់លាវខេត្តព្រៃវែងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល3ឆ្នាំពីបទក្លែងបន្លំឯកសារនិងប្លន់ម៉ូតូដកហូតវត្ថុតាងអាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ពីដើមសោកាច់កម៉ូតូចំនួន3ទូលវីស1ដើមទូរស័ព្ទដៃ3គ្រឿងនាឡិកាដៃ1គ្រឿងខ្សែកកឡៃ2ខ្សែទិញតាមអនឡាញចិញ្ចៀនលោហៈធាតុ1វងនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ1ម៉ូតូ Honda C125 ស៊េរីឆ្នាំ2026ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1MK 9998ស្លាកលេខកំងធ្វើតាមអនឡាញលេខតួនិងលេខម៉ាស៊ីន0369850ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនៅខេត្តកំពង់ឆ្នាំងនៅក្នុងខែសីហាឆ្នាំ2026ជនសង្ស័យបានសារភាពថាធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ7លើកខេត្តកំពង់ស្ពឺ5លើកខេត្តកណ្ដាល1លើកខេត្តកំពង់ឆ្នាំង1លើកពេលធ្វើសកម្មភាពឈ្មោះរស់ច័ន្ទរនជាអ្នកឌុបឈ្មោះរិទ្ធរាជជាអ្នកចុះកាច់កលួចយកម៉ូតូពេលបានយកទៅបញ្ចាំនៅកន្លែងបញ្ចាំឈ្មោះច័ន្ទរនទទួលបាន60,000រៀលក្នុងមួយគ្រឿងចាប់ផ្ដើមធ្វើសកម្មភាពលួចម៉ូតូនៅពេលចេញពីពន្ធនាគាររាយការណ៍ពីខ្ញុំបាទសុផា ដំណឹងពិសេសដល់អតិថិជនដែលតែងតែគាំទ្រលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនវរៈមន្
បន្ថែមឥឡូវនេះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% ភ្លាមតែម្ដងនៅពេលដែលលោកអ្នកធ្វើការទិញសំបុត្រតាមរយៈកម្មវិធី VET និងគេហទំព័រ www.www.werebuntham.com ព័ត៌មានអន្តរជាតិដែលមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងលោកត្រាំបានកាត់បន្ថយសម្ពយុទ្ធយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងសារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃអាទិត្យទី 16 ខែសីហា ឆ្នាំ 2026 បានចេញបញ្ជាឲ្យមន្ទីរបញ្ចកោណកាត់បន្ថយសម្ពយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងដោយលោកលើកឡើងពីការបដិសេធរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមក្នុងសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់និងទំនាក់ទំនងល្អរបស់លោកជាមួយលោកគីមចុងអ៊ុននៅប៉ុន្មានម៉ោងមុននឹងសម្ពយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូងផ្ដើមធ្វើឡើងនៅថ្ងៃច័ន្ទទី 17 ខែសីហាលោកត្រាំបានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថាទោះបីជាវាយឺតពេលទៅហើយដើម្បីលុបចោលការធ្វើសម្ពយុទ្ធទាំងស្រុងក៏ដោយតែលោកមិនសប្បាយចិត្តនោះទេដែលសហរដ្ឋអាមេរិកបានយល់ព្រមកន្លងមកចូលរួមក្នុងការធ្វើសម្ពយុទ្ធនេះសម្ពយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ Olchi Freedom Seal ក្រុងនឹងប្រព្រឹត្តទៅពីថ្ងៃទី 17 ដល់ថ្ងៃទី 27 ខែសីហាដែលមានកងទ័ពកូរ៉េត្បូង 18,000 នាក់ចូលរួមសម្ពយុទ្ធនេះត្រូវបានរំពឹងថានឹងផ្ដោតលើការវឹកហាត់ពីការធ្វើប្រតិបត្តិការដូចជាការប្រយុទ្ធប្រឆាំងនឹងដ្រូនការទប់ស្កាត់ការផ្ដាច់រលកសញ្ញា GPS និងការវាយប្រហារ Cyber សម្ដៅទប់ទល់នឹងការរីកចម្រើននៃសមត្ថភាពយោធាកូរ៉េខាងជើងនៅក្នុងការបង្ហោះនោះលោកត្រាំក៏បានលើកឡើងពីទំនាក់ទំនងល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនសម្ពយុទ្ធនេះមិនត្រឹមតែចំណាយលុយច្រើនប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការបញ្ជូនសារសមរម្យនិងអារក្សភាពយ៉ាងខ្លាំងទៅកាន់ប្រទេសមួយដែលមិនបង្កការគំរាមកំហែងនិងគួរឲ្យគោរពដរាបណា Donald J. Trump នៅតែជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនេះជាការគូបញ្ជាក់របស់លោកត្រាំក៏បានលើកឡើងផងដែរពីគោលជំហរថ្មីៗរបស់កូរ៉េត្បូងចំពោះសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់លោកបានបន្ថែមថាខ្ញុំបានស្នើសុំលោកប្រធានាធិបតីកូរ៉េត្បូងថាតើពួកគេចង់ចូលរួមជាមួយនឹងពួកយើងដើម្បីរំសាយនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរឬទេតែពួកគេបានឆ្លើយថាទេភ្លាមខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយជុំវិញការកោតសម្គាល់របស់លោកត្រាំនៅឡើយទេហើយខាងមន្ទីរបញ្ចកោណក៏មិនបាននិយាយអ្វីនោះដែរកូរ៉េខាងជើងជារឿយៗតែងតែចាត់ទុកការធ្វើសម្ពយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងគឺជាការត្រៀមលក្ខណៈឈ្លានពាននិងតែងតែបាញ់សាកល្បងមីស៊ីលជាការឆ្លើយតបទៅនឹងរាល់ពេលដែលសម្ព័ន្ធមិត្តដឹកនាំការធ្វើសម្ពយុទ្ធយោធារាយការណ៍ដោយខ្ញុំបាទពិសិដ្ឋផ្ទះវត្តគោមានសេវាកម្មដូចជាបន្ទប់ស្នាក់នៅទំនើបបម្រើសេវាម្ហូបពេលព្រឹកពេលថ្ងៃត្រង់ពេលល្ងាចម្ហូបខ្មែរអាស៊ីនិងអឺរ៉ុបមានអាំងហែលទឹកម៉ាសានិងមានរៀបចំកម្មវិធីអាហារពិសេសសម្រាប់គូស្វាមីភរិយាថ្មីក្រេបទឹកឃ្មុំទទួលទានស្រាសម្ប៉ាញនាថ្ងៃរំលឹកនៅវាលស្រែបដិសណ្ឋារកិច្ចគ្រប់អតិថិជនចម្រុះជាតិសាសន៍មានអាស័យដ្ឋានផ្ទះលេខ221ភូមិបុរាណនៃភូមិវត្តគោក្រុងខេត្តបាត់ដំបងលេខទូរស័ព្ទ017 555 377ព័ត៌មានអន្តរជាតិការរញ្ជួយដីជិត100ដងក្នុងមួយសប្តាហ៍តើផែនដីកំពុងរញ្ជួយមែនទេពិភពលោកបានកត់ត្រាការរញ្ជួយដីចំនួន98ដងដែលមានកម្រិត 4.5 វីទ័រឬខ្ពស់ជាងនេះក្នុងមួយសប្តាហ៍ក្នុងនោះមាន2លើកលើសពី7 វីទ័រតើផែនដីកំពុងតែរញ្ជួយមែនយោងតាមការស្ទង់មតិភូគុភាសាសហរដ្ឋអាមេរិក USGS ចាប់ពីថ្ងៃទី7ដល់ថ្ងៃទី14ខែសីហាពិភពលោកបានកត់ត្រាការរញ្ជួយដីចំនួន98ដងដែលមានកម្រិត 4.5 វីទ័រឬខ្ពស់ជាងនេះចំនួននេះផ្ដល់ឲ្យមនុស្សជាច្រើនបង្ហាញក្តីបារម្ភថាផែនដីកំពុងជួបប្រទះសប្តាហ៍រញ្ជួយដីដ៏ខ្លាំងក្លាមួយទោះជាយ៉ាងណាក៏ដោយនៅពេលដែលដាក់ក្នុងបរិបទនៃទិន្នន័យរយៈពេលវែងកម្រិតនៃសកម្មភាពនេះមិនមែនជារឿងចម្លែកទេ USGS ពីមុនបានកត់ត្រាការរញ្ជួយដីចំនួន100ដងដែលមានកម្រិត 4.5 វីទ័រឬខ្ពស់ជាងនេះនៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី3ដល់ថ្ងៃទី10ខែកក្កដាដែលស្ទើរតែស្មើនឹងការរញ្ជួយដីចំនួន98ដងកាលពីសប្តាហ៍មុនការរញ្ជួយដីកម្រិត 7.7 វីទ័ររញ្ជួយប្រទេសឥណ្ឌូនេស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់50នាក់និងបណ្ដាលឲ្យអគារជាច្រើនដួលរលំនៅលើមជ្ឈដ្ឋានវែងជាងនេះការរញ្ជួយដី
កាត់ឡើងជាបន្តបន្ទាប់នៅលើផែនដីមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីជាតិសហរដ្ឋអាមេរិកបានប្រមាណថាមានការរញ្ជួយដីប្រហែល 20,000 ដងក្នុងមួយឆ្នាំដែលមានមធ្យមប្រហែល 50 ដងក្នុងមួយថ្ងៃការរញ្ជួយដីភាគច្រើនមានទំហំតូចឬកើតឡើងនៅតំបន់ដែលមានប្រជាជនរស់នៅតិចតួចដូច្នេះវាមិនត្រូវបានគេកត់សម្គាល់ទេ USGS ក៏បានកត់សម្គាល់ផងដែរថាចំនួននៃការរញ្ជួយដីអាចប្រែប្រួលយ៉ាងខ្លាំងរវាងថ្ងៃសប្តាហ៍និងឆ្នាំដូច្នេះរយៈពេលខ្លីនៃការរញ្ជួយដីបន្ថែមទៀតគឺមិនគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថាសកម្មភាពរញ្ជួយដីសកលកំពុងកើនឡើងមិនធម្មតាឬការរញ្ជួយដីធំមួយទៀតជិតមកដល់នោះទេចំនួននៃការរញ្ជួយដីដែលត្រូវបានរកឃើញកាន់តែច្រើននាពេលបច្ចុប្បន្ននេះក៏ទាក់ទងនឹងបណ្ដាញត្រួតពិនិត្យកាន់តែក្រាស់ឧបករណ៍ដែលងាយរងគ្រោះជាងមុននិងសមត្ថភាពក្នុងការបញ្ជូនទិន្នន័យស្ទើរតែភ្លាមៗម្យ៉ាងវិញទៀតការរញ្ជួយដីចំនួន98ដងដែលមានទំហំ 4.5 វីទ័រឬខ្ពស់ជាងនេះក្នុងមួយសប្តាហ៍គឺគួរឲ្យកត់សម្គាល់ប្រសិនបើពិចារណាជាលក្ខណៈបុគ្គលប៉ុន្តែវាមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាផែនដីកំពុងញ័រមិនធម្មតានោះទេរីកាដូចខ្ញុំបាទកសុផារតដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយតហេតុការណ៍និងច្បាស់លាស់នៅព័ត៌មានជាតិនិងអន្តរជាតិដោយផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នកដោយគ្រាន់តែវាយពាក្យនគរ Dragon News នៅលើ App Store សម្រាប់ទូរស័ព្ទ iPhone និងនៅលើ Play Store សម្រាប់ទូរស័ព្ទ Android បន្ទាប់មកធ្វើការ download ជាការស្រេច